នៅព្រឹកថ្ងៃទី28ខែកញ្ញាឆ្នាំ2025នេះឯកឧត្តមសុខលូអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងអមដោយឯកឧត្តមលោកជំទាវលោកស្រីគណៈកម្មាធិការសាខាអនុសាខាស្រុកក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិបានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌មួយខ្នងលេខរៀងទី21ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់លោកតាណេតនូអាយុ72ឆ្នាំមានជីវភាពក្រីក្រខ្លាំងនិងរងគ្រោះដល់អគ្គិភ័យកន្លងទៅនិងផ្ដល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន30គ្រួសារស្ថិតក្នុងភូមិតាថុកឃុំថបដីស្រុកកោះក្រឡខេត្តបាត់ដំបងយោងតាមរបាយការណ៍លោកញឹកសារ៉ែនអភិបាលស្រុកនិងជាប្រធានអនុសាខាស្រុកកោះក្រឡបានឲ្យដឹងថាក្រុមគ្រួសារលោកតាណេតនូអាយុ72ឆ្នាំមានបន្ទុកគ្រួសារចំនួន3នាក់ស្រី1នាក់ដែលបានរងគ្រោះដល់អគ្គិភ័យកាលពីថ្ងៃទី6ខែឧសភាឆ្នាំ2025វេលាម៉ោង13:20នាទីបណ្ដាលឲ្យខូចខាតទាំងស្រុងផ្ទះមួយខ្នងទំហំ5ម៉ែត្រគុណ6ម៉ែត្រស្ថិតក្នុងភូមិតាថុកឃុំថបដីមូលហេតុផ្ទុះសេខ្សែភ្លើងហើយគ្រួសារខាងលើមានជីវភាពតក្រក្រោយពីរងគ្រោះភ្លាមគ្រួសាររងគ្រោះខាងលើក៏ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាពិសេសទទួលបានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប័ណ្ណសមត្ថផងដែរថ្លែងក្នុងឱកាសនោះក្នុងនាមកាកបាទក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុព្រះវររាជបិតាជាតិខ្មែរជាព្រះប្រធានកិត្តិយសនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានឯកឧត្តមសុខលូប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកអាណិតស្រឡាញ់ចំពោះក្រុមគ្រួសារលោកតាណេតនូក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ជាមួយគ្នានេះឯកឧត្តមប្រធានក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀនគ្រឿងស្រវឹងល្បែងស៊ីសងក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅនិងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឲ្យបានគ្រប់គ្នារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹងមានការងារធ្វើនិងបន្តខិតខំបង្កបង្កើនផលដាំដុះដំណាំរួមផ្សំនានាដើម្បីជួយលើកស្ទួយក៏ដូចជាការពង្រឹងជីវភាពគ្រួសាររៀងៗខ្លួនទន្ទឹមនឹងនោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះសូមស្វែងយល់អំពីភាពរឹងមាំនៃលំនៅឋានដើម្បីបង្ការនិងការពារហានិភ័យផ្សេងៗដែលបង្កដោយគ្រោះធម្មជាតិព្រោះថាពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្ត្រាក់លាយឡំនឹងផ្គររន្ទះអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ឲ្យបានគ្រប់គ្នាសូមបញ្ជាក់ថាផ្ទះលេខរៀងទី21ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះចំណាយថវិកា$5,550អាមេរិកមានទំហំ4ម៉ែត្រគុណនឹង6ម៉ែត្រជញ្ជាំងស៊ីម៉ង់ក្រាលការ៉ូដំបូលប្រក់ស័ង្កសីមានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ2.50ម៉ែត្រផងដែរជាកិច្ចឆ្លើយតបលោកតាណេតនូក្នុងនាមក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមសុខលូប្រធានគណៈកម្មាធិការសាខាជាពិសេសសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ជាពិសេសផ្ទះថ្មីមួយខ្នងដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេលោកតាបានសន្យានឹងខិតខំថែរក្សាផ្ទះថ្មីនេះឲ្យបានល្អគង់វង្សយូរអង្វែងជាពិសេសមិនធ្វើឲ្យអ្នកម្ដាយមនុស្សធម៌សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយជាមួយគ្នានេះដែរដើម្បីជួយសម្រាលដល់ជីវភាពរស់នៅសាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្ដល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមានអង្ករមីទឹកត្រីទឹកស៊ីអ៊ីវត្រីខទឹកបរិសុទ្ធនិងថវិកាមួយចំនួនដែលឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរាជនមានពិការភាពនិងគ្រួសារក្រីក្រដែលរស់នៅជិតខាងចំនួន30គ្រួសារដោយមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសទឹកបរិសុទ្ធ1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរផងដែរ